ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើញ៉ាំត្រយងចេកសាច់មាន់ដែលមានរសជាតិឆ្ងាញ់ចាញ់ញ៉ាំត្រយងចេកនេះជាទូទៅតែងតែញ៉ាំជាមួយពោះគោទឹកប្រហុកអញ្ចឹងណាតែនេះនាងខ្ញុំមកញ៉ាំជាមួយសាច់មាន់វិញម្ដងតែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចាជាដំបូងនោះគឺនាងខ្ញុំដាក់ដាំទឹកដើម្បីស្ងោរមាន់ហើយនាងខ្ញុំដាក់គល់ក្រៃខ្ទឹមសអំបិលរ៉ូឌីប៊ីចេងនិងស្ករសដើម្បីឲ្យសាច់មាន់មានជាតិទេបងប្អូនចានេះខ្ញុំមានភ្លៅមាន់ចំនួន2ភ្លៅនោះស្ងោររហូតដល់តែឆ្អិនតើមកនេះខ្ញុំច្បាយក្រូចឆ្មាចូលទៅក្នុងទឹកចំនួន2ចំណិតមកដើម្បីកុំឲ្យត្រយងចេកវាខ្មៅពេលដែលយើងចាត់ត្រយងចេកយើងដាក់ត្រាំទឹកក្រូចឆ្មាទៅគឺត្រយងចេកនេះវានៅសល្អវាអត់មានឡើងពណ៌ខ្មៅទេចា៎ខ្ញុំចាត់ត្រយងចេករួចរាល់ហើយនេះខ្ញុំឈូសការ៉ុតនេះខ្ញុំដាក់តែកន្លះមើមទេបងប្អូនចាឥឡូវផ្លៅមាន់ឃើញថាឆ្អិនហើយដែរនេះខ្ញុំស្រង់ចេញទុកឲ្យត្រជាក់តែនេះខ្ញុំបេះយកសាច់វាតមកទៀតនេះខ្ញុំហាន់ខ្ទឹមក្រហមហើយនឹងច្រាមខ្ទឹមសចំណែកម្ទេសវិញនេះខ្ញុំច្រាមដែរនេះខ្ញុំប្រើម្ទេសម្លេលាយជាមួយនឹងម្ទេសដៃនាងបងប្អូនពីព្រោះម្ទេសម្លេវាអត់សូវហឹរប៉ុន្តែវាមានពណ៌ស្អាតពេលដែលយើងយកទៅញ៉ាំវាមានពណ៌ល្អអញ្ចឹងណាឡើយខ្ញុំមកធ្វើទឹកញ៉ាំដែលដាក់ស្ករអំពៅប៊ីចេងម្សៅស៊ុបមាន់ទឹកត្រីហើយទឹកអំពិលទុំចាចំពោះស្ករនឹងខ្ញុំបន្ថែមកន្លះព្រាបាយទៀតបងប្អូនដោយសារនេះខ្ញុំភ្លក់មើលទៅវារៀងស្ទើចានេះខ្ញុំថែមកន្លះព្រាបាយទៅតែនេះខ្ញុំមិនបានថតបង្ហាញជូនបងប្អូនទេតទៅពីនេះខ្ញុំកូរគ្រឿងផ្សំរលាយហើយនេះខ្ញុំបន្ថែមក្រូចឆ្មាចំនួន2ចំណិតទៀតហើយភ្លក់រសជាតិឲ្យរៀងដិតបន្តិចមកបងប្អូនតមកនេះខ្ញុំដាក់គ្រឿងដែលបានហាន់ទុកមុននឹងចូលមកតែប៉ុណ្ណឹងទឹកញ៉ាំគឺរួចរាល់ហើយឥឡូវនេះខ្ញុំចាប់ដើមយកត្រយងចេកដែលបានស្រង់ចេញពីទឹកឲ្យស្រក់ទឹកអស់ហ្នឹងចូលក្នុងចានសម្រាប់ញ៉ាំមកហើយដាក់ការ៉ុតដាក់សាច់មាន់ហើយនឹងចាក់ទឹកដែលបានលាយមុននឹងចូលមកហើយច្របល់ឲ្យចូលជាតិបានល្អសិនចាំតពីច្បល់រហូតតតែចូលជាតិបានល្អហើយនឹងខ្ញុំដាក់ជីអង្កាមជីថ្ពាល់ត្រីហើយនឹងជីនឹងវងចូលចាចំពោះបងប្អូនដែលចូលចិត្តសណ្តែកដីលីងបងប្អូនអាចដាក់បានណាតែនេះខ្ញុំអត់បានដាក់ទេតែប៉ុណ្ណឹងមកញ៉ាំគឺរួចរាល់ហើយបងប្អូនចានេះទំនងមែនតែនអញ្ចឹងបងប្អូនអាចសាកល្បងធ្វើហូបបានចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច like share និង follow page ខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា